ប្រែคล้ายការជឿចាប់ជាកម្លាំងក្រុមហ៊ុនវ៉ុនមកគ្រប់យកថ្ងៃព្រឹត្តិការណ៍ជឿចាប់គម្រប់មួយឆ្នាំ24កក្កដាថៃឆ្លៀនពៀនខ្មែរសម្ពោធផលិតផលមីជាតិ6រសជាតិលើទីផ្សារលោកជំទាវជឹងសុគន្ធធាវីនាយិកាប្រតិបត្តិក្រុមហ៊ុនវ៉ុនមកគ្រប់នៅក្នុងកម្មវិធីសម្ពោធផលិតផលថ្មីមីជាតិ6រសជាតិរបស់គ្រួសារវ៉ុនមកគ្រប់នៅឯរោងចក្រមីជាតិសង្កាត់គោករការាជធានីភ្នំពេញកាលពីថ្ងៃសុក្រចុងសប្តាហ៍នេះបានថ្លែងថាការដែលលោកជំទាវសម្រេចជប់ថ្ងៃនេះប្រារព្ធនៅសមិទ្ធផលថ្មីខាងលើគឺចង់បញ្ជាក់ពីការឈឺចាប់និងចងចាំមិនភ្លេចនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការរំលោភបំពានដែនអធិបតេយ្យភាពពីភាគីថៃមកលើទឹកដីនៃដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាយើងលោកជំទាវរំលឹកឡើងវិញថាគ្រានោះភាគីថៃក៏បានសម្រេចផ្អាកនិងបិទព្រំដែនជាឯកតោភាគីនិងបានប្រមាថមើលងាយខ្មែរយើងដោយឌឺដងថាមិនយូរមិនឆាប់ខ្មែរនឹងដាច់ពោះស្លាប់ព្រោះគេផ្អាកនាំចូលផលិតផលគេមកកាន់ប្រទេសយើងយ៉ាងណាបើតាមលោកជំទាវជឹងសុគន្ធធាវីកម្មវិធីថ្ងៃនេះមិនត្រឹមតែជាការជួបជុំធម្មតាទេតែវាជាវេទិកាសំខាន់សម្រាប់យើងទាំងអស់គ្នាក្នុងការចែករំលែកពីវឌ្ឍនភាពនិងសមិទ្ធផលជាទីមោទនៈថ្មីរបស់ក្រុមហ៊ុនវ៉ុនមកក្នុងដំណើរត្រឹមពាក់កណ្ដាលឆ្នាំ2026នេះជាការពិតណាស់ក្នុងកលៈទេសៈបច្ចុប្បន្នបានបង្កើតជាឱកាសថ្មីមួយសម្រាប់ផលិតផលក្នុងស្រុករបស់យើងដើម្បីចាប់យកចំណែកទីផ្សារនៅផលិតផលពីដៃគូប្រកួតប្រជែងផងដែរជាក់ស្ដែងប្រជាជនយើងមានទំនោរងាកមកគាំទ្រផលិតផលជាតិដើម្បីបង្ហាញពីកម្លាំងសហគមន៍និងអត្តសញ្ញាណជាតិក្នុងចំណោមផលិតផលខ្មែរទាំងនោះមីជាតិជាផលិតផលជាតិដែលទទួលបានការគាំទ្រនិងកោតសរសើរព្រោះមីជាតិមានគុណភាពល្អស្រាប់អាចជំនួសបានយ៉ាងប្រសើរដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តបានជាអត្តសញ្ញាណបង្កើតឡើងស្របទៅនឹងឈ្មោះក្រុមហ៊ុនមេដែលមានអត្ថន័យប្រដូចទៅនឹងភាសាអង់គ្លេស One More មានន័យថាបានប្រើហើយចង់ប្រើទៀតដោយយើងផ្ដោតសំខាន់លើរសនិយមរបស់ប្រជាជនកម្ពុជាជាមួយនឹងគុណភាពខ្ពស់ប្រកបដោយអនាម័យជាចម្បងនិងធ្វើឡើងដោយផ្ទាល់រូបមន្តស្នាដៃរបស់ខ្មែរពិតៗទាំងការផលិតនិងការវេចខ្ចប់នៅរោងចក្រខ្មែរផ្ទាល់ក្នុងទឹកដីខ្មែរបើតាមលោកជំទាវជឹងសុគន្ធធាវីបន្ថែមពីភាពជោគជ័យកាលពីខែមីនាកន្លងមកថ្ងៃនេះយើងបានសម្រេចនៅផលិតផលថ្មីមីជាតិ6រសជាតិគឺមីជាតិរសជាតិម្ជូរគ្រឿងសាច់គោរសជាតិផាក់ឡូវទារសជាតិម្ជូរខ្ទិះបង្កងគុយទាវសាច់ជ្រូកចិញ្ច្រាំមីសួររសជាតិសាច់ជ្រូកចិញ្ច្រាំនិងមីគោពងទាប្រៃទន្ទឹមនឹងនេះយើងមិនអាចមើលរំលងពីកត្តាប្រឈមរបស់មីជាតិដែលទាមទារឲ្យយើងយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅក្នុងទីផ្សារការប្រឈមទាំងនេះគឺអាចដោះស្រាយបានដោយការចូលរួមជុំគ្នាក្នុងកំណែទម្រង់ផែនការយុទ្ធសាស្ត្រទីផ្សារនានាដើម្បីបន្តពង្រឹងអត្តសញ្ញាណម៉ាកសញ្ញានិងថែរក្សាទំនុកចិត្តអតិថិជនដើម្បីឈានទៅដល់ចំណុចដែលក្រុមហ៊ុនយើងចង់បាននេះជាមោទនភាពដែលអ្នកគ្រប់គ្នាជាចំណែកនៃភាពជោគជ័យរាល់សមិទ្ធផលសាងរួមគ្នាកន្លងមកនេះលោកជំទាវថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងក្តីស្មោះត្រង់និងចិត្តព្យាយាមរបស់គ្រួសារវ៉ុនមកគ្រប់ក្នុងឆ្នាំកន្លងមកហើយថាអ្វីដែលយើងសម្រេចបាននៅពេលនេះមិនមែនដោយចៃដន្យទេប៉ុន្តែដោយសារតែចិត្តឧស្សាហ៍និងការតស៊ូរបស់អ្នកទាំងអស់គ្នាដូច្នេះក្នុងន័យនេះលោកជំទាវសូមឲ្យគ្រួសារវ៉ុនមកបន្តរក្សាស្មារតីរួបរวมជាធ្លុងមួយខិតខំបន្តប្រឹងប្រែងបំពេញការងាររៀងៗខ្លួននិងចូលរួមចំណែកផ្សព្វផ្សាយនៅសមិទ្ធផលថ្មីថ្ងៃនេះជូនបងប្អូនញាតិមិត្តផងដែរ